ចាជំរាបសួរមកភេទបងប្អូនទាំងអស់គ្នានេះគឺជាសម្លការីនាងខ្ញុំបានប្រើម្ទេសកិនណាបងប្អូនណាចាម្ទេសនេះគឺថាគេប្រើសម្រាប់ដាក់គីមជីបងប្អូនដូច្នេះបងប្អូនអាចយកមកធ្វើជាសម្លការីបានដែរបងប្អូនណាឬក៏សម្លអីផ្សេងដែលមានតាក់ទងនឹងម្ទេសផ្លោកយើងគឺថាបងប្អូនអាចប្រើម្ទេសកិននេះជំនួសបានគឺថាមានភាពងាយស្រួលបងប្អូនម្ទេសកិននេះមានឈ្មោះថា Chili Pepper Powder បងប្អូនណាចាបងប្អូនអាចរកទិញនៅតាមផ្សារស៊ីក៏មានតាម Amazon ក៏មានដែរណាចាការធ្វើសម្លការីរបស់នាងខ្ញុំគឺថានាងខ្ញុំបានដាក់ប្រេង avocado ផ្កាច័ន្ទ cinnamon stick ហើយនឹង clove បងប្អូនចានាងខ្ញុំបានកូរវាបានឈ្ងុយបន្តិចបងប្អូនណាបន្ទាប់មកទៀតនាងខ្ញុំក៏បានដាក់ស្លឹកកន្ទ្របចូលលីងឲ្យបានឈ្ងុយបន្តិចហើយនេះគឺជាម្សៅដែលថានាងខ្ញុំកិនមកពីផ្កាច័ន្ទហើយនឹងមើមផ្អែមបងប្អូននេះគឺជាម្ទេសកិនចានាងខ្ញុំប្រើម្ទេសនេះជំនួសម្ទេសផ្លោកបងប្អូនណាដូច្នេះបងប្អូនដាក់ទៅតាមចំនួនបងប្អូនចូលចិត្តបងប្អូនណាចាទៅតាមពណ៌បងប្អូនចង់បាននេះគឺថាហឹរតិចចាបន្តមកទៀតគឺថានាងខ្ញុំបានដាក់គ្រឿងកិនចូលបងប្អូនណាចាមានស្លឹកគ្រៃរមៀតរំដេងហើយនឹងស្លឹកក្រូចបងប្អូនចាយើងលីងនឹងឲ្យឈ្ងុយចូលគ្នាចឹងទៅនាងខ្ញុំក៏បានដាក់សណ្តែកដីចូលដាក់ម៉ាស៊ូមសេសនីងដាក់អំបិលដាក់ស្ករបន្តិចចូលបងប្អូនណាចានាងក៏បន្តការកូរឲ្យគ្រឿងចូលគ្នាទៅហើយនាងក៏បន្ថែមស្លឹកក្រូចសើចបន្តិចចូលក្នុងដើម្បីឲ្យកាន់តែឈ្ងុយបងប្អូនចាបន្ទាប់ពីបានលីងបានចូលសពហើយនាងខ្ញុំក៏បានដាក់សាច់មាន់ចូលបងប្អូនណាចាសាច់មាន់នេះគឺថានាងខ្ញុំបានយកទៅស្រុះទឹកម្សៅបងប្អូនចាបន្តមកទៀតគឺថានាងខ្ញុំបានចាក់ទឹកចូលបន្តិចដើម្បីឲ្យសាច់មាន់យើងហ្នឹងបានចូលជាតិជាមួយនឹងគ្រឿងយើងបងប្អូនណាហើយនាងខ្ញុំក៏បានដាក់បន្លែចូលចាបន្លែនេះខ្ញុំមានដូចជាដំឡូងបារាំងបងប្អូនណាដំឡូងបារាំងគឺថានាងខ្ញុំចិត្តជាដុំតូចចាហើយក៏បានដាក់ការ៉ុតចូលពួកអីគ្រឿងបន្លែពីនេះគឺថាត្រូវការរយៈពេលយូរបន្តិចដើម្បីឆ្អិនណាពេលកូរបន្លែនិងសាច់បានសព្វហើយនាងខ្ញុំក៏បានយកគម្របឆ្នាំងមកគ្របរយៈពេល3នាទីបងប្អូនណាចាហើយនាងខ្ញុំក៏បានកូរបន្តិចទៀតដើម្បីឲ្យបានគ្រឿងនឹងចូលគ្នាកាន់តែល្អចាហើយនាងខ្ញុំក៏បន្តការចម្អិនប្រហែលជា3នាទីថែមទៀតបងប្អូនបន្ទាប់មកទៀតនាងខ្ញុំក៏បានដាក់ត្រប់ចូលបងប្អូនណាចាផ្លែត្រប់នេះគឺថាដាំនៅផ្ទះខ្លួនឯងបងប្អូនផ្លែត្រប់នេះគឺថាផ្លែតូចឲ្យបងប្អូនចានាងខ្ញុំក៏បានដាក់អាំងញៀនចូលបងប្អូនណាចាខ្មែរយើងហៅថាខ្ទឹមបារាំងបងប្អូនចាសូមទោសចង់ភ្លេចឈ្មោះខ្ទឹមបារាំងចាបន្តមកទៀតគឺថាខ្ញុំដាក់ទឹកបងប្អូនចាដាក់ទឹកគឺថាដាក់ត្រឹមតែលិចបន្លែនិងសាច់តែប៉ុណ្្នឹងឯងបងប្អូនចាហើយបន្តមកទៀតគឺថាខ្ញុំបានដាក់ខ្ទិះដូងចូលបងប្អូនណាខ្ទិះដូងនេះខ្ញុំដាក់នៅពេលនេះគឺថាមានចំនួន2កំប៉ុងបងប្អូនណាក្នុងមួយកំប៉ុងមានចំណុះ400 ml ចាដូច្នេះ2កំប៉ុងត្រូវជា800 ml ឯងបងប្អូននាងខ្ញុំបានចំអិនរយៈពេល7ទៅ10នាទីចាដើម្បីឲ្យបានខ្ទិះដូងហ្នឹងបានចេញជាតិឈ្ងុយមកបងប្អូនណាចាឥឡូវគឺថាសម្លនេះខ្ញុំបានឆ្អិនឲ្យបងប្អូនថាឃើញពណ៌ស្រស់ស្អាតណាចាហើយទៅសម្លការីគឺថាងាយស្រួលធ្វើឲ្យបងប្អូនដូច្នេះបងប្អូនអាចសាកប្រើម្ទេសកិនដូចនាងខ្ញុំអញ្ចឹងបងប្អូនណាចាគឺថាចំណេញពេលវេលាយើងបងប្អូនចាយើងចង់ប្រើពេលណាគឺថាយើងអាចយកប្រើមកបានភ្លាមចាដូច្នេះនាងខ្ញុំសូមអរគុណបងប្អូនច្រើនដែលបានតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមដល់ចប់នាងខ្ញុំសូមលំអរកាយជម្រាបលាបងប្អូនសង្ឃឹមថានាងខ្ញុំនឹងបានជួបបងប្អូនម្ដងទៀតនៅវីដេអូក្រោយទៀតចា